make up ហងៃកុំភ្លេចធ្វើរឿងមួយនេះឲ្យសោះប្រយ័ត្នឡើងមុនកប់មុនសាច់ឬក៏មុនខ្ទប់ហើយសម្រាប់អ្នកដែលមាន make up ជាពិសេសគឺការប្រើប្រាស់ជាមួយនឹង skin care ដូចជា sunscreen បែបជា physical sunscreen អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើ double clean ការធ្វើ double clean គឺជាការសម្អាតមុខពីរតង់អញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាត្រូវតែ remove គ្រឿង make up អ្នកទាំងអស់គ្នាជាមួយនឹង cleansing water ឬក៏ balm ដែលអ្នកទាំងអស់គ្នាមានបន្ទាប់មកទៅយើងសម្អាតមុខជាមួយនឹង foam លាងមុខជាតង់ទី2នឹងហើយបានយើងត្រូវតែធ្វើ skin care បានហើយ cleansing water ដែលខ្ញុំតែងតែប្រើនេះពីខាង iStar ជា cleansing water ដែលជំរះគ្រឿង make up បានជ្រះល្អមែនតើហើយខ្ញុំប្រើជា set ជាមួយនឹង iStar pad ដែលជាសម្លេងជូតមុខដូចគ្នាហើយនេះអ្នកនរគ្នាគឺខ្ញុំប្រើសល់ប៉ុណ្្នឹងឯងហើយមកប្រអប់ហ្នឹងគឺមាន60សន្លឹកនិយាយទៅគឺយើងប្រើចំណេញខ្លាំងមកអញ្ចឹង step ដំបូងនៃការធ្វើ double clean របស់ខ្ញុំគឺខ្ញុំតែងតែប្រើជាមួយនឹង iStar cleansing water និង iStar pad មក remove គ្រឿង make up នៅលើមុខរបស់ខ្ញុំសិនហើយបន្ទាប់ពីខ្ញុំ remove ហើយទៅខ្ញុំទៅលាងជាមួយនឹង foam លាងមុខហើយធ្វើ skin care គឺជាការស្រេចសម្រាប់ការធ្វើ double clean បែបនេះមុខយើងអត់ងាយឡើងមុនកប់មុនសាច់មុនខ្ទុះនិយាយទៅគឺមុខយើង smooth ស្អាតមកសម្រាប់អ្នកដែលចង់បានជាមួយនឹង iStar cleansing water នេះអ្នកទាំងអស់គ្នាអាចធ្វើការ inbox ចូលទៅក្នុង page ដែលអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូនេះបាន